ក្រុមជំរាបសួរទៅកាន់ពុកម៉ែបងប្អូនដែលកំពុងទស្សនាការផ្សាយបន្តផ្ទាល់យើងឥឡូវនេះការថ្ងៃនេះគឺយើងចង់និយាយអំពីព័ត៌មានសេដ្ឋកិច្ចជាតិប្រចាំឆ្នាំដែលជារៀងរាល់ឆ្នាំនៅចុងឆ្នាំគឺយើងតែងតែធ្វើអំពីព័ត៌មានសេដ្ឋកិច្ចជាតិដើម្បីដឹងអំពីការដែលប្រទេសជាតិយើងកំពុងតែអភិវឌ្ឍដល់ទីណានៅកន្លែងណាបានដល់ចំណុចណាហើយនៅក្នុងជាប្រមាណឆ្នាំចុងក្រោយនេះយើងបានសង្កេតឃើញថាប្រទេសកម្ពុជាគឺពិតជាបានអភិវឌ្ឍយ៉ាងក្រៃលែងទៅកាន់វិស័យសេដ្ឋកិច្ចក៏ដូចជាអភិវឌ្ឍទាំងហេដ្ឋារចនាសម្ព័ន្ធនីមួយៗគឺបានអភិវឌ្ឍពិតជាខ្លាំងមែនទែនផ្នែកមួយដ៏សំខាន់ដែលធ្វើឲ្យការអភិវឌ្ឍនេះមានទៅដល់រលូននោះគឺជាគោលដៅចំណាយរបស់រាជរដ្ឋាភិបាលដែលជាផ្នែកមួយសំខាន់នៅក្នុងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធក្រសួងសុខាភិបាលក្រសួងអប់រំក៏ដូចជាការអភិវឌ្ឍជាតិប៉ុន្តែសំណួរមួយដ៏សំខាន់នោះក្នុងថ្ងៃនេះគឺយើងចង់លើកឡើងថាតើគោលដៅចំណាយរបស់រាជរដ្ឋាភិបាលដែលធ្វើការកើនឡើងជារៀងរាល់ឆ្នាំនេះវាពិតជាបានជួយទៅដល់ផលិតផលសរុបដែលស្គាល់ជា GDP នៅក្នុងប្រទេសកម្ពុជានេះឲ្យមានការកើនឡើងពិតមែនដែរឬទេថ្ងៃនេះដែរក្រុមការងាររបស់យើងក៏បានចុះទៅសម្ភាសផ្ទាល់ជាមួយនឹងលោកសាស្ត្រាចារ្យវិរៈដែលខ្ញុំសូមលោកវិរៈបន្តការបកស្រាយបន្តទៀតនិងជួបជាមួយសាស្ត្រាចារ្យសូមអរគុណបានសូមអរគុណដល់តែរយុទ្ធដែលបានផ្ដល់វត្តមានដល់យើងសម្រាប់ដើម្បីឲ្យយើងកាន់ស្ថានភាពបណ្ដាសេដ្ឋកិច្ចជាតិនិងបញ្ហាទាំងនេះយើងក៏បានស្គាល់ជានឹងអ្នកវិសេសកម្មជាផ្ទាល់និងបានធ្វើនៅស្ថិតិនិងប្រព័ន្ធដែលពាក់ព័ន្ធទៅនឹងបន្តផលការងារនៃសេដ្ឋកិច្ចរបស់យើងដែរយកទៅតាមការសម្រាប់យើងមិញនេះការចំណាយរបស់នៅកម្ពុជាកើនឡើងជាលំដាប់ក្នុងរយៈពេលចុងមួយទសវត្សរ៍ចុងក្រោយនេះហើយខាងការជាកនូក៏បានចំណាយមកលើផលស្ទៀនហើយនឹងប្រព័ន្ធបញ្ជជូនសម្រាប់សេវាថែទាំសុខភាពសេវាថែទាំសុខភាពរួមទាំងកម្មវិធីសិក្សារបស់បំឡើងតែនេះយើងនឹងទៅស្គាល់ជាមួយនឹងលោកបញ្ញាឆាដែលគាត់មានជំនាញក្នុងការវិទ្យាសាស្ត្ររបស់យើងតងជឿជាក់នៅការទទួលទៅគេអញ្ចឹងយើងសូមឲ្យលោកវិរៈគាត់ជួយបញ្យល់ថាតើផលិតផលក្នុងស្រុកដែលហៅថា GDP ហ្នឹងមានន័យពិតប្រាកដដូចម្ដេចដែរបាទ GDP ឬក៏ផលិតផលក្នុងស្រុកគឺជាការវាស់វែងតម្លៃសរុបនៃទំនិញនិងសេវាកម្មទាំងអស់ដែលត្រូវបានផលិតឡើងនៅក្នុងប្រទេសមួយក្នុងអំឡុងពេលជាក់លាក់ណាមួយវាគឺជាសូចលនាករដ៏សំខាន់មួយបំផុតដែលត្រូវបានប្រើដើម្បីវាស់វែងដំណើរការសេដ្ឋកិច្ចនិងកំណើនសេដ្ឋកិច្ចជាតិបាទអញ្ចឹងសូមអរគុណដែលបន្ទាប់ពីយើងសួរសំណួរទី1ហើយយើងឈានចូលសំណួរទី2ចង់សួរលោកវិរៈថាតើរាល់ការចំណាយរបស់រដ្ឋាភិបាលពិតជាផ្ដល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិមែនដែរទេបាទវាមិនដូចជាមិនប្រកាសទាំងស្រុងនោះទេពីព្រោះការចំណាយរបស់រាជរដ្ឋាភិបាលអាចជះឥទ្ធិពលដល់វិជ្ជមានដល់ GDP លុះត្រាតែការចំណាយនោះវាមានប្រសិទ្ធភាពនិងចំគោលដៅផលិតភាពទោះជាយ៉ាងណាក៏ដោយក៏ការចំណាយដែលច្រើនហួសហេតុនៅឬការគ្រប់គ្រងមិនបានល្អវាអាចបង្កទៅជាបញ្ហាផ្សេងៗដូចជាអតិផរណានិងការអនុភាពថវិកាឬការកើនឡើងនៅបំណុលសាធារណៈប្រសិនជាការចំណាយហួសកម្រិតនោះវាអាចនឹងជាប្រសិទ្ធភាពសេដ្ឋកិច្ចអាចនឹងធ្លាក់ចុះដោយសារតែឥទ្ធិពលនៃការដណ្ដើមការវិនិយោគទុនឬក៏ពីវិស័យឯកជននិងការកើនឡើងនៅសម្ពាធហិរញ្ញវត្ថុដូច្នេះហើយយើងគុណភាពនិងប្រសិទ្ធភាពនៃការចំណាយក៏គឺជាការមានសម្រាប់សំខាន់ដូចគ្នានឹងទំហំនៃសាច់ប្រាក់ដែលត្រូវចំណាយដែរបាទសូមអរគុណបាទលោកវិរៈបន្ទាប់ពីយើងឆ្លងកាត់ពីសំណួរហើយយើងចង់សួរលោកវិរៈនៅមួយសំណួរទៀតដែលមានន័យថាកលេចទៅ6ឆ្នាំមុនដែលប្រទេសយើងកំពុងជួបនៅវិបត្តិ COVID តើរាល់ការចំណាយរបស់រដ្ឋាភិបាលកម្ពុជាបានជួយអ្វីខ្លះដល់កំឡុងពេល COVID ហ្នឹងដែរបាទ
បាទក្នុងពេលកំឡុងជំងឺរាតត្បាតប្រទេសកម្ពុជាអាចនឹងប្រឈមមុខនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចយ៉ាងខ្លាំងហើយនឹងការបាត់បង់ចំណូលពីវិស័យទេសចរណ៍ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះរដ្ឋាភិបាលបានបង្កើតការចំណាយលើប្រព័ន្ធសុខាភិបាលកម្មវិធី STAR សេដ្ឋកិច្ចឡើងវិញនិងវិធានការជំរុញឲ្យសេដ្ឋកិច្ចផ្សេងៗក្នុងការចំណាយថវិការបស់រដ្ឋនិងបានជួយថែរក្សាស្ថិរភាពសេដ្ឋកិច្ចនិងគ្រប់គ្រងដល់ដំណើរការស្ដារប្រទេសឡើងវិញទិន្នន័យរបស់យើងបានបង្ហាញថាបន្ទាប់ពីការធ្លាក់ចុះសេដ្ឋកិច្ចក្នុងអំឡុងឆ្នាំ2020ក្នុងអំឡុងឆ្នាំ2020ប្រទេសកម្ពុជាបានវិលត្រឡប់មករកកំណើន GDP វិជ្ជមានជាបណ្ដានេះវាអាចបង្ហាញឲ្យឃើញថាគោលនយោបាយដោយសាររពើប៉ុនអាចដើរតួទាំងក្បាលម៉ាស៊ីនរុញច្រានសេដ្ឋកិច្ចនិងជាយន្តការការពារសេដ្ឋកិច្ចក្នុងអំឡុងពេលមានវិបត្តិខាងក្រៅបាទបាទបន្ទាប់ពីយើងបានសភាជាមួយនឹងលោកវិជ្ជបណ្ឌិតដែលគាត់មានចំណេះជំនាញក្នុងការវិភាគសេដ្ឋកិច្ចរបស់កម្ពុជាយើងផ្ទាល់នេះយើងមកសាកសួរជាមួយនឹងម្ចាស់អាជីវកម្មដែលគាត់មានអាជីវកម្មនៅរាជធានីភ្នំពេញផ្ទាល់អញ្ចឹងយើងជួយទៅមើលទាំងអស់គ្នាបាទជាសាយបងប្រុសជំរាបសួរបាទសូមសភាបងអំពីមតិយោបល់របស់បងក្នុងការប្រទេសកម្ពុជាយើងដែលយើងកំពុងអភិវឌ្ឍផ្ទាល់តើបងមានមតិយោបល់យ៉ាងណាទៅលើការអភិវឌ្ឍបាទក្នុងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាក្នុងសំណួរនេះគឺខ្ញុំចង់ឆ្លើយថាតាមបើខ្ញុំតាមទស្សនៈអាជីវកម្មការវិនិយោគរបស់រាជរដ្ឋាភិបាលក្នុងបច្ចុប្បន្ននេះគឺពិតជាជះឥទ្ធិពលយ៉ាងខ្លាំងទៅលើផ្នែកសេដ្ឋកិច្ចនៅពេលដែលហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធដឹកជញ្ជូនត្រូវបានអភិវឌ្ឍក្រុមហ៊ុននិងអាជីវកម្មនានាអាចដឹកជញ្ជូនទំនិញបានយ៉ាងលឿនជាងមុននិងជួយកាត់បន្ថយការចំណាយនៅពេលដែលផ្នែកខាងហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធដឹកជញ្ជូនត្រូវបានអភិវឌ្ឍក្រុមហ៊ុននិងអាជីវកម្មនានាគឺអាចដឹកជញ្ជូនទំនិញបានលឿនជាងមុនហើយក៏ជួយកាត់បន្ថយក្នុងការចំណាយផងដែររីឯគម្រោងនានារបស់រដ្ឋក៏ជួយបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋដែលប្រជាពលរដ្ឋអាចនឹងមានលទ្ធភាពក្នុងការចំណាយថវិកាបានច្រើនជាងមុនហើយបន្ថែមពីលើនេះទៀតនៅពេលដែលប្រជាជនគាត់ទទួលបានប្រាក់ចំណូលកាន់តែច្រើនអាជីវកម្មនានាក៏អាចទទួលបាននៅតម្រូវការទំនិញនិងសេវាកម្មកាន់តែច្រើនផងដែរហើយចំណុចទាំងអស់នេះវាបានបង្កើតជាផលវិជ្ជមានមួយនៃកំណើនសេដ្ឋកិច្ចតែទោះជាយ៉ាងណាក៏ដោយបើក្នុងនាមខ្ញុំគឺជាម្ចាស់អាជីវកម្មក៏ដូចជាម្ចាស់អាជីវកម្មផ្សេងៗនៅក្នុងប្រទេសកម្ពុជាយើងក៏សង្ឃឹមដែរថាការចំណាយរបស់រាជរដ្ឋាភិបាលអាចនៅរក្សាបាននៅប្រសិទ្ធភាពល្អនិងផ្ដោតលើវិស័យដែលបង្កើតផលិតភាពក្នុងរយៈពេលវែងបាទសូមអរគុណនេះជាមតិយោបល់ផ្ទាល់របស់បងប្រុសអាជីវកម្មនៅរាជធានីភ្នំពេញផ្ទាល់បាទគាត់មានមតិយោបល់វិជ្ជមានទៅលើការអភិវឌ្ឍរបស់ប្រទេសកម្ពុជាយើងបាទសូមអរគុណបងប្រុសបាទតពីយើងធ្វើការសង្កេតជាមួយនឹងអាជីវករដែលគាត់មានអាជីវកម្មនៅរាជធានីភ្នំពេញផ្ទាល់យើងឃើញថាគាត់មានការសម្រេចចិត្តរីករាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់កម្ពុជាយើងសូមអរគុណបាទអូស្រីគោតាមបងមានបាទថ្ងៃសុំមិញចៃនឹងទៅក្នុងមួយស្ដាយមួយស៊ីបាទគ្រូអូឃើញនេះមានបងម្នាក់គាត់ខ្ញុំតែតែឡៃដែរគាត់អាចចុះពីគាត់បានសិនចុះពីគាត់បានបាយខ្ញុំទីសួរគ្រូខ្ញុំចង់មកសាកសួរលោកគ្រូពីdata analysis ខ្ញុំមកតាមរយៈលោកគ្រូវិភាគសេដ្ឋកិច្ចដែលគាត់បានណែនាំទៅមកតាមលោកគ្រូសូមលោកគ្រូជួយពន្យល់ពីសេដ្ឋកិច្ចដែលលោកគ្រូធ្វើការ analysis បាទគ្រូសំខាន់ដើម្បីពិនិត្យមើលថាតំណងរវាងការចំណាយរបស់រដ្ឋាភិបាលនិង GDP របស់ប្រទេសកម្ពុជាយើងបានអនុវត្តទាំងវិស័យទាំងពីរគឺសារដំណងឬក៏ correlation analysis និងការវិភាគតំណែងទៅលើ linear regression analysis ដែលដំបូងយើងបានប្រើប្រាស់ជាមួយនឹងការវិភាគសារដំណង
ការពារស្មារតីน้อง Pearson correlation coefficient ដែលនេះគឺជារូបមន្តដែលយើងបានធ្វើការសង្កត់ហើយលទ្ធផលដែលយើងទទួលបាននោះគឺដល់ទៅ 0.55 នេះបញ្ជាក់ឃើញថាទំនាក់ទំនងវិជ្ជមានយ៉ាងខ្លាំងក្លារវាងការចំណាយរបស់រាជរដ្ឋាភិបាលនិងកំណើន GDP នៅប្រទេសកម្ពុជានេះនិយាយមានថាទំនាក់ទំនងនៅពេលការចំណាយរបស់រាជរដ្ឋាភិបាលមានការកើនឡើងវានឹងជំរុញឲ្យ GDP ក៏ជាទិន្នផលក្នុងសរុបរបស់ប្រទេសកម្ពុជាក៏មាននិន្នាការក្នុងការកើនឡើងទៅតាមនោះដែរដែលយើងបង្ហាញថាការចំណាយរដ្ឋាភិបាលរបស់ប្រទេសកម្ពុជាពិតជាគឺជាបាល់ម៉ាស៊ីនមួយដែលជំរុញទៅដល់សេដ្ឋកិច្ចជាតិរបស់កម្ពុជាការកើនឡើងយោងតាមសម័យកាលនេះយើងឃើញថាការកើនឡើងនៅការចំណាយរបស់រដ្ឋចំនួន$1000 លានវានឹងសារភ្ជាប់ទៅនឹងការកើនឡើងនៃ GDP ប្រមាណ$2.68 ពាន់លានFavor Review វាស្មើនឹង 0.0004 ដែលវាទៀបជាមួយនឹងទៀបជាងតម្លៃទៀបជាងស្តង់ដារ 0.05 ដែលយើងអធិប្បាយថាយើងអាច reject X0 ដែលវាបង្ហាញថាការចំណាយរបស់រាជរដ្ឋាភិបាលវាពិតជាមានអត្ថប្រយោជន៍ទៅលើកំណើននៃហើយដែលការចំណាយរបស់រដ្ឋាភិបាលនោះគឺវាពិតជាមានផលជំនាញក្នុងការជះឥទ្ធិពលទៅលើកំណើនសេដ្ឋកិច្ចសរុបសូមអរគុណដែលបានចូលមកសួរយោបល់ពីខ្ញុំបាទអរគុណលោកគ្រូបន្តពីយើងធ្វើការជាជាមួយនឹងគ្រូ analyze តយើងឃើញថាគេរបស់យើងមានការវិជ្ជមានជាខ្លាំងបាទសូមអរគុណដែលទស្សនាអ្នកនរនេះ បាទសូមជម្រាបសួរនិងស្វាគមន៍ប្រិយមិត្តរបស់យើងត្រឡប់មកវិញសូមអរគុណទៅដល់លោករៈខ្លាំងមែនទែនដែលបានធ្វើការចុះទៅសម្ភាសទៅដល់វាគ្មិនយើងទាំងអស់គ្នាក៏ដូចជាលោកសាស្ត្រាចារ្យផងដែរទៅដល់ទីតាំងតែម្ដងគាត់ពិតជាពុះពៀខ្លាំងមែនទែនសូមអរគុណគាត់ជាខ្លាំងហើយដើម្បីជាសេចក្តីសន្និដ្ឋាននោះការសិក្សារបស់យើងបានរកឃើញថាការចំណាយរបស់រដ្ឋាភិបាលបើសិនជាចំគោលដៅវាពិតជាជួយឲ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក៏ដូចជា GDP ទិន្នផលសរុបនោះនឹងមានការកើនឡើងនឹងមានការអភិវឌ្ឍខ្លាំងមែនទែនវាដែលជួយឲ្យប្រទេសកម្ពុជាយើងនឹងលូតលាស់ទៅមុខទៀតប្រកបទៅដោយភាពដែលលេចធ្លោខ្លាំងមែនទែនការសិក្សានេះក៏បានបង្ហាញឲ្យឃើញអំពីសារៈសំខាន់នៃការវិនិយោគសាធារណជនដែលវាបានជួយបង្កើនឲ្យមានផលិតភាពខ្ពស់នៅក្នុងការគ្រប់គ្រងដល់ការអភិវឌ្ឍរយៈពេលវែងផងដែរសូមអរគុណច្រើនសម្រាប់ការទស្សនានៅបទបង្ហាញរបស់ខ្ញុំនិងសូមអរគុណទៅដល់ក្រុមការងារទាំងអស់ដែលជួយនៅក្នុងការធ្វើឲ្យការសម្ភាសន៍នេះគឺប្រព្រឹត្តទៅដោយភាពរលូននោះសូមអរគុណក៏ដូចជាជម្រាបលាទៅដល់បងប្អូនទាំងអស់គ្នា